សួស្តីអ្នកនរគ្នាប្រហែលជាបើសិនជាមើលវីដេអូនេះអ្នកប្រកាសជាមិនស្គាល់ខ្ញុំក៏ចង់ប្រាប់អ្នកដែរហើយខ្ញុំជានរណាគេក៏ nickname ថា Snow ថ្ងៃហ្នឹងខ្ញុំនិយាយអំពីភាពភ័យខ្លាចរបស់ខ្ញុំជាយូរណាស់ហើយខ្ញុំជាមនុស្សកំសក់ជាមួយនឹង overthinking បាទថាងាយនឹងប្រតិកម្មហើយអ្វីដែលខ្ញុំបានសិក្សាច្បងនោះគឺបើសិនជាអ្នកមានបញ្ហាដូចខ្ញុំដូចជា for face ជាមួយនឹង overthinking បាទថាងាយនឹងភ័យខ្លាចងាយនឹងប្រតិកម្មហើយងាយនឹងបាទថា for face ពេកណា for face ពេកបាទថាយើងចង់ធ្វើអ្វីក៏ល្អខ្លាចគេរិះគន់ខ្លាចគេមើលនេះធ្វើអញ្ចឹងទៅខ្លាចវាអត់ល្អគួរខ្លាចកូនល្អពលរដ្ឋល្អអីជាដើមអញ្ចឹងណាទៅមករយៈពេលក្រោយៗនេះដែលពេលដែលខ្ញុំត្រូវទទួលទំនួលខុសត្រូវច្រើនបញ្ហាច្រើនខ្ញុំត្រូវជំនះយកវាទៅខ្ញុំបានដឹងច្បាស់ថាអូចំណុចទាំងអស់ហ្នឹងគឺខ្ញុំកើតមកពីបញ្ហាទាំងអស់ហ្នឹងឥឡូវខ្ញុំចង់ចាំទៅកាន់អ្នកដែលបានស្ដាប់វីដេអូហ្នឹងដោយចៃដន្យដែលមានបញ្ហាដូចខ្ញុំទី1គឺនៅពេលដែលអ្នកភ័យខ្លាចឬមានភាពសង្ស័យប្រកបណាបាទសិនជាអ្នកមនុស្សដូចខ្ញុំគាត់រឿងគេកំព្រាមដឹងអាសាច់ការធ្លាប់ជួបគេពី3 5ហ្នឹងនៅមានអារម្មណ៍ភ័យខ្លាចគេហើយឬគាត់គេកំព្រាមខ្លាចតែគេធ្វើបាបយើងនឹងគ្រួសារយើងជាដើមអញ្ចឹងណាតើណាអូទៅតែគេចេះខ្លាចការប៉ះរឿងហ្នឹងវាមិនអាចខ្លាចជាការប៉ះស្អីទេពេលខ្លះខំម្ដងហត់ទៅតែគេចង់មើលមុខគេតតែជួបមកគេម្ដងដែរគាត់ពេលខ្លះគេប្រាច់ជីដាក់យើងតែគេគ្មានធ្វើអីយើងជាទូទៅមនុស្សយើងតែអញ្ចឹងជួបអ្នកនេះជួបអ្នកនោះដល់មានបញ្ហាកើតឡើងមកឥឡូវត្រឡប់មកវិញពេលប្រធានបទយើងមកវិញខ្ញុំនៅក៏អត់ទាន់ចំណេះនៅភាពភ័យខ្លាចកំសត់យូរវានៅត្រឡប់មកម្ដងវិញអញ្ចឹងណាមិនចេះមកវិញប៉ុន្តែដល់ពេលយើងសរសើរច្បាស់ថាអូការពិតតែមិនមែនតែយើងភ័យខ្លាចយើងអ្នកជោគជ័យភ័យខ្លាចអ្នកមានក៏គេភ័យខ្លាចអ្នកណាគេភ័យខ្លាចគ្រាន់តែគេភ័យខ្លាចហ្នឹងគឺគេអាចគ្រប់គ្រងរយៈពេលខ្លីគឺគេបាត់ភ័យខ្លាចគេតតាំងហើយគេជប់ភ័យខ្លាចហ្នឹងឬកាត់តពីភ័យខ្លាចហ្នឹងទេគាត់ថាឈប់មកគឺមិនងាយទេឥឡូវខ្ញុំនិយាយអស់ពីអារម្មណ៍ខ្ញុំគឺប៉ុណ្ណឹងអ្នកណាឲ្យយល់ក៏ខ្ញុំសង្ឃឹមថាវីដេអូមួយហ្នឹងគឺអ្នកដែលស្ដាប់បានយើងជាមាននិស្ស័យមួយគ្នាខ្ញុំក៏អត់ធ្វើវីដេអូហ្នឹងដើម្បីរកលុយស្អីទេវា vlog និយាយអំពីបទពិសោធន៍ខ្ញុំជាមួយនឹងការចាំដេករបស់ខ្ញុំសម្រាប់តែខ្លួនឯងទេបើសិនជាអ្នកស្ដាប់បានក៏ស្ដាប់ទៅហើយកុំ share កុំ like អរគុណច្រើន